បើសិនជាសំណង់អគារមួយដំណើរការដោយគ្មានស្ថាបត្យករតើសំណង់អគារនឹងទៅជាយ៉ាងណាឬក៏បញ្ចប់បានដោយរបៀបណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកចែករំលែកតាក់ទងជាមួយប្រធានបទមួយអំពីទូនាទីរបស់ស្ថាបត្យករនៅក្នុងវិស័យសំណង់ហើយជាបងប្អូនមួយចំនួនគិតថាស្ថាបត្យករគាត់គ្រាន់តែជាអ្នកដែលអង្គុយគូប្លង់នៅមុខកុំព្យូទ័រឬក៏នៅក្នុងការិយាល័យតែវាមានរឿងជាច្រើនទៀតមិនមែនតែប៉ុណ្្នឹងទេនៅក្នុងវិស័យសំណង់ស្ថាបត្យករគាត់ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំគម្រោងមួយឲ្យលេចរូបរាងឡើងស្របតាមក្តីសម័យរបស់ម្ចាស់គម្រោងបើសិនជាយើងនិយាយពីការចាប់ផ្ដើមគម្រោងមួយជាដំបូងស្ថាបត្យករនឹងឯងដែលគាត់ត្រូវទៅជួបជជែកភាសាជាមួយម្ចាស់គម្រោងជាមុនសិនដើម្បីស្វែងយល់ពីតម្រូវការរបស់គាត់ថាតើគាត់ចង់បានគម្រោងអគារបែបម៉េចរចនាបថបែបណាហើយជាពិសេសនោះគឺការប្រើប្រាស់នៅក្នុងអគារអញ្ចឹងស្ថាបត្យករក៏ត្រូវប្រមូលទិន្នន័យឲ្យបានច្បាស់លាស់ពីម្ចាស់គម្រោងដើម្បីអាចចាប់ផ្ដើមសិក្សាប្លង់ស្ថាបត្យកម្មបានអញ្ចឹងក្នុងនាមជាស្ថាបត្យករគឺគាត់ត្រូវតែគិតថាតើរៀបចំប្លង់បាតបែបម៉េចគួរជ្រើសរើសមេត្រីបែបណាហើយនឹងសិក្សាទៅលើបរិយាកាសជុំវិញអគារតាក់ទងជាមួយនឹងលំហូរខ្យល់ចេញចូលពន្លឺព្រះអាទិត្យរុក្ខជាតិបៃតងនិងអ្វីដែលសំខាន់នោះគឺការសន្សំសំចៃដល់ម្ចាស់គម្រោងបន្ទាប់ពីម្ចាស់គម្រោងគាត់ព្រមទទួលយកប្លង់ចុងក្រោយរបស់ស្ថាបត្យករហើយស្ថាបត្យករគាត់មានតួនាទីចាំបាច់ក្នុងការសិក្សាជាមួយនឹងក្រុមបច្ចេកទេសពីរផ្នែកផ្សេងទៀតដើម្បីសិក្សាប្លង់គ្រឿងបង្គុំប្លង់ប្រព័ន្ធទឹកភ្លើងដោយសារយើងត្រូវការប្លង់ទាំង3សំខាន់ដូចជាប្លង់ស្ថាបត្យកម្មប្លង់គ្រឿងបង្គុំនិងប្លង់ប្រព័ន្ធទឹកភ្លើងដើម្បីចាប់ផ្ដើមដំណើរការសាងសង់អញ្ចឹងក្នុងកំឡុងពេលសាងសង់ស្ថាបត្យករគាត់មានតួនាទីចុះត្រួតពិនិត្យទៅលើការដ្ឋានជាក់ស្ដែងជាប្រចាំដើម្បីឲ្យប្រកាសថាដំណើរការរលូនហើយតាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់គម្រោងគឺបានអនុវត្តទៅតាមបទដ្ឋានបច្ចេកទេសនិងគំនូរប្លង់របស់ស្ថាបត្យកម្ម